cụi đuôi chay bắt chừng cụi đuôi chay ok ta còn tôi ơi chứ đâu lư lư hai năng bữa chứ đâu lư này con mình hùng vòn ơi chọc mà nó con đong chọc mà nó ok ta chứ đâu mình kêu lư lư mất ta muội vì bảy con tôi ơi con nơ con tay just đam việc cha con tôi ơi con nơ con tay just đam việc chaព្រះបានផ្ដាំថាយើងក៏មកធ្វើតាមអ្នកគ្រូចេះស្រលអស់គ្នាចេះស្រឡាញ់គ្នាទៅវិញទៅមកកាន់ដៃគ្នាហើយចេះជួយយកអាសាគោរមយាយតាពុកម៉ែផងណាទៅជាកូនល្អហាឡេលូយ៉ាទៅជាកូនល្អធ្វើតាមអ្នកគ្រូអត់ធ្វើអ្នកគ្រូលេងឲ្យឡើមិញអ្នកគ្រូខំសប្បាយចិត្តថាធ្វើតាមអ្នកគ្រូឲ្យចង់បានអត់ចង់បានធ្វើបបជាបបទៀនមកបបព្រះស៊ូគឺជាព្រះគ្រីស្ទចេះអត់ព្រះស៊ូគឺជាព្រះគ្រីស្ទអូខេឆាញ់ជួយស្រួលតោះបបព្រះស៊ូគឺជាព្រះគ្រីស្ទដល់ទៀតតោះ1 2 3ព្រះយេស៊ូគឺជាព្រះគ្រីស្ទជាផ្លូវទៅជួបព្រះជាម្ចាស់ព្រះយេស៊ូគឺជាព្រះគ្រីស្ទហើយអន្តោអំពើបាបទាំងអស់ព្រះយេស៊ូគឺជាព្រះគ្រីស្ទបំបាក់អំណាចក្តីងងឹតព្រះយេស៊ូគឺជាព្រះគ្រីស្ទទ្រង់ជាស្ដេចលើអស់អ្នកស្ដេចនៅលើទ្រង់ជាព្រះថាពីអញ្ចឹងក្រោយលឺព្រះយេស៊ូគឺជាព្រះគ្រីស្ទអូខេតើឥឡូវបើខ្លីអត្ថនជាមួយអ្នកគ្រូយើងស្ដាប់ព្រាមទូហ្នឹងចង់ស្ដាប់ព្រាមទូវែងឬខ្លីចង់អូខេអ្នកគ្រូនឹងនិយាយខ្លីតើបើអ្នកអត្ថនជាមួយអ្នកគ្នាអរគុណព្រះអង្គម្ចាស់ដ៏ជាព្រះវរបិតាអរគុណទ្រង់ដែលអនុញ្ញាតឲ្យម្ដងហើយនឹងឆៃបានចូលកម្មការថ្វាយបង្គំទ្រង់មួយថ្ងៃនេះសូមឲ្យពួកគាត់បានពេញលើព្រះវិញ្ញាណបរិសុទ្ធហើយរីករាយជាមួយនឹងព្រះពរដែលគាត់បានខ្លាចជារបស់ព្រះផងដែរសូមឲ្យអំណាចរបស់រិទ្ធសាឋានត្រូវបានបំផ្លាញនិងដួលលំចោលពេលវេលានេះក៏សូមអធិដ្ឋានថ្វាយបង្គំទ្រង់ជាមួយគ្នាក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនឆៃហើយនឹងដល់មកឡើយនេះយើងខ្លាចជាកូនរបស់ព្រះដែលទទួលបានសេចក្តីសង្គ្រោះណាដឹងអត់ចឹងអ្នកគ្រូនឹងប្រាប់ពួកយើងថាពេលដែលពួកយើងទទួលបានសេចក្តីសង្គ្រោះទៅពួកយើងទៅណាយើងជាកូនរបស់ព្រះពីមុនឡើយយើងធ្លាប់រស់នៅជាកូនរបស់អរិយសាឋានហើយជាប់មានអំពើបាបមែនអត់ហើយរស់នៅត្រង់អរិយសាឋានចាប់ជាប់ប៉ុន្តែឥឡូវនេះយើងរស់នៅអរិយសាឋានចាប់យើងជាប់ទៀតអត់អរិយសាឋានមាននៅជាមួយយើងទៀតអត់ឥឡូវអត់ទៀតទេហើយឥឡូវនេះយើងជាមនុស្សមានបាបទៀតទេអត់មានបាបទៀតទេឥឡូវទៅឋានរស់ឬឋានសួគ៌អាមែនដោយសារសេចក្តីជំនឿដែលឆៃហើយនឹងឧត្តមទទួលជឿលើព្រះយេស៊ូវគ្រីស្ទនឹងឯងទើបយើងអាចរួចផុតបានតើអត់នឹងហើយដែលហៅថាពួកយើងគឺជាកូនរបស់ព្រះជាអ្នកដែលទទួលបានសេចក្តីសង្គ្រោះជឿលើព្រះយេស៊ូវគ្រីស្ទទេជឿអត់ចាន់ដំវិញចាអញ្ចឹងយើងពេលដែលយើងទទួលជឿយើងទទួលបានសេចក្តីសង្គ្រោះចាយើងចង់ឲ្យអ្នកផ្សេងទៀតគេទទួលបានសេចក្តីសង្គ្រោះដូចយើងដែរអត់ចង់អត់ចាអញ្ចឹងតើទីយើងជឿលើខ្លួនឯងហើយអាចផ្សាយនឹងអត់ទៅកាន់អ្នកផ្សេងទៀតដែរឬអត់ទើបឲ្យម៉ាក់ប៉ាចង់ឲ្យម៉ាក់ប៉ាទទួលបានសេចក្តីសង្គ្រោះជឿលើព្រះយេស៊ូវគ្រីស្ទអត់ឆៃអណ្ដំវិញចាអញ្ចឹងអណ្ដំហើយនៅអញ្ឆៃយើងខ្លួនឯងនេះត្រូវតែរីករាយជាមួយព្រះពរជាកូនរបស់ព្រះជាមុនសិនឬអត់ទើបពួកគាត់ទាំងអស់គ្នានឹងទទួលបានសេចក្តីសង្គ្រោះតាមរយៈពួកយើងពីរនាក់ហ្នឹងដឹងទេទាំងអស់គ្នាឆៃហើយនឹងអណ្ដំហើយត្រូវតែមានសេចក្តីជំនឿជឿលើព្រះយេស៊ូវគឺជាព្រះគ្រីស្ទជាអ្នកដែលដោះស្រាយបញ្ហាទាំងអស់របស់អញ្ឆៃរបស់អណ្ដំរួចហើយរបស់អ្នកគ្រូឥឡូវនេះពួកយើងទាំងអស់គ្នាគឺជាមនុស្សសុចរិតមានបាបទៀតទេឆៃអណ្ដំវិញមានបាបទៀតអត់អត់មានបាបទៀតទេដោយសារព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងរួចពីអំពើបាបទៀតហើយអញ្ចឹងមានបាបមែនមានបាបឬអត់អត់ទេណាគេជាអ្នកដែលសង្គ្រោះអណ្ដំណាគេអត់ទេណាគេជាអ្នកដែលសង្គ្រោះឆៃព្រះយេស៊ូវគឺជាព្រះគ្រីស្ទអាមែនចាន់ដំវិញទៀតលឺផងតើអញ្ចឹងថ្ងៃនេះអ្នកគ្រូដោយសារពួកយើងមកស្ដាប់ព្រាមទូជាមួយអ្នកគ្រូរហូតណាទាំងឆៃទាំងអណ្ដំដោយសារពួកយើងមកដែរឈប់ទេដែរឈប់អត់អត់ដែរឈប់វាអណ្ដំដែរឈប់ទេឈប់អត់ឈប់ឲ្យយ៉ាត់បាននេះជើងបាននេះឆៃម្នាក់ឯងអ្នកគ្រូរៀបចំកាដូឲ្យ
ឲ្យជាការលើកទឹកចិត្តដើម្បីពួកយើងស្ដាប់ព្រាមទូដោយរីករាយជាមួយនឹងការថ្វាយបង្គំដោយសារយើងគឺជាកូនរបស់ព្រះអញ្ចឹងការថ្វាយបង្គំសំខាន់អត់ការថ្វាយបង្គំនៃការដែលយើងមកស្ដាប់ព្រាមទូនៅទីនេះសំខាន់ទេសំខាន់អត់ឆាយសំខាន់អញ្ចឹងគួរតែមកអត់មករហូតដល់កំខកខាននេះថាអញ្ចឹងដោយសារអ្នកគ្រូខ្លាចពួកយើងស្ដាប់ព្រាមទូទៅធុញលែងចង់មកលែងចង់អីអញ្ចឹងទៅក៏អ្នកគ្រូរៀបចំកាដូជាការលើកទឹកចិត្តដើម្បីពួកយើងស្ដាប់ព្រាមទូដោយរីករាយជាមួយនឹងព្រះពរដែលយើងបានខ្លាចជាគុណរបស់ព្រះពរនៃការថ្វាយបង្គំហើយយើងមកស្ដាប់ព្រាមទូដោយមានរង្វាន់ទៀតអញ្ចឹងលយអត់អញ្ចឹងសប្បាយចិត្តអត់ពេលអ្នកគ្រូរៀបចំឲ្យអញ្ចឹងសប្បាយអត់អត់សប្បាយទេអត់សប្បាយយកទៅវិញអញ្ចឹងសប្បាយអត់អត់មុនគេអត់ទេអ្នកគ្រូស៊ូយើងហ្នឹងដល់មកបានទេអូខេអញ្ចឹងពេលក្រោយអ្នកគ្រូរៀបចំឲ្យទៀតតាមគួយស្រួលតោះឥឡូវយើងសារភាពជាមួយអ្នកគ្រូ3ម៉ាត់ហើយចាំយើងចាប់ជាមួយគ្នាថាអណ្ដំហើយនឹងឆៃគឺជាកូនរបស់ព្រះគឺជាគ្រីស្ទៀនយល់អត់ហើយគឺជាអ្នកផ្សាយនឹងតើថាតាមអ្នកគ្រូអណ្ដំគួយស្រួលតោះគួយស្រួលហើយថាតាមអ្នកគ្រូចាប់ដៃពាក្យហ្នឹងអូខេចាប់ដៃហើយថាតាមអ្នកគ្រូមានកម្លាំងឬអត់តោះយើងថាជាមួយអ្នកគ្រូខ្ញុំគឺជាកូនរបស់ព្រះខ្ញុំគឺជាគ្រីស្ទៀនខ្ញុំជាអ្នកផ្សាយដំណឹងល្អអាមែនតើឡើយបទភ្លេងអធិដ្ឋានជាមួយអ្នកគ្រូអរគុណព្រះអង្គម្ចាស់ដែលជាព្រះវរបិតាអរគុណទ្រង់ដែលអនុញ្ញាតឲ្យឆាយហើយដំបានតែងតែបន្តមកស្ដាប់ព្រាមទូលទ្រង់សូមឲ្យពួកគាត់ទាំងពីរនាក់រីករាយជាមួយនឹងព្រះពរដែលជាកូនរបស់ព្រះហើយនឹងរីករាយជាមួយនឹងអត្តសញ្ញាណដែលពួកគាត់បានខ្លាចជាកូនរបស់ព្រះដែលទូបានស្ដីសង្គ្រោះរួចផុតពីអំណាចរបស់រិះសាឋានទាំងស្រុងផងដែរហើយសូមឲ្យពួកគាត់ធំធាត់និងលូតលាស់ក្នុងជីវិតនៃសេចក្ដីជំនឿតាំងពីក្មេងហើយឲ្យពួកគាត់ទាំងអស់គ្នាអាចជួយសង្គ្រោះក្រុមគ្រួសាររបស់គាត់ទាំងមូលតាមរយៈដំណឹងល្អដែលពួកគាត់មានផងដែរពេលវេលានេះក៏សូមអធិដ្ឋានបញ្ចប់ការថ្វាយបង្គំទ្រង់ជាមួយគ្នាក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន